សួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះខ្ញុំសូមបង្ហាញបងប្អូនទាំងអស់គ្នាអំពីទម្រង់ការតេរ៉ាពីយើងបាទគឺពាក់ព័ន្ធជាមួយនឹង1210គឺការតេរ៉ាពីបាទហើយការតេរ៉ាពីនេះខ្ញុំលើកតែទម្រង់ active គឺទម្រង់ប្រធានធ្វើអំពើបាទនៅក្នុងទម្រង់ការតេរ៉ាពីនេះគឺយើងត្រូវការចាំទម្រង់នេះបាទភាសាអីភាសាវាគឺសំខាន់មែនទែនសម្រាប់ក្នុងការយើងធ្វើលំហាត់ការតេរ៉ាពីជាពិសេសក្នុងវិញ្ញាសាប្រឡងបាត់ដប់គឺតែងតែចេញបាទអញ្ចឹងសូមបងប្អូនទាំងអស់គ្នាមកមើលតាមបានទាំងអស់គ្នាបាទនៅក្នុងទម្រង់ការតេរ៉ាពីយើងនេះគឺយើងបែងចែកចេញពីពីរគឺផ្នែក simple ហើយនិងផ្នែក continue ផ្នែក continue នេះគឺគេឲ្យឈ្មោះមួយទៀតគឺ progressive បានដែរបាទហ្នឹងគឺខ្ញុំឃើញមានសភៅខ្លះគេនិយាយពីជា continue សភៅខ្លះគេនិយាយពី progressive បាទប៉ុន្តែវាអត្ថន័យវាតែមួយទេបាទនៅក្នុងរបៀបនៃការធ្វើទម្រង់ការតេរ៉ាពីនេះបាទយើងសាស្ត្រក្នុងការដើម្បីឲ្យយើងងាយស្រួលក្នុងការចាំគឺដំបូងគឺយើងត្រូវការចាំផ្នែក simple សិនបាទផ្នែក simple ហ្នឹងចាំឲ្យគឺវាមានចំនួន6បាទគឺមាន6 1 2 3 4 5 6គឺដំបូងគឺយើងត្រូវការចាំផ្នែកបាទ simple នេះសិនបាទនៅពេលដែលយើងចង់ចាំផ្នែក continue នេះគឺងាយស្រួលទេងាយស្រួលមិនគឺយើងមានរបៀបនៃការបំបែកវាបាទនេះគឺរបៀបនៃការបំបែកទម្រង់បាទឥឡូវយើងទៅជាមួយនឹង present simple past simple មុនបាទផ្នែក simple យើងគឺទី1គឺ past simple បាទ past simple ហ្នឹងគឺ subject បូក verb to បាទដើម្បីបំលែងវាទៅជា past continuous គឺយើងត្រូវចាំថាយើងមានទម្រង់2បូកជាមួយនឹង verb ing បាទដើម្បីបំលែងទៅជា continue ប៉ុន្តែតើ B នេះយើងបាច់បានទេខ្លះបាទ B នេះគឺជា verb by form វាហើយទៅពេល verb 1វាគឺ am is are ហើយទៅពេល verb 2វាគឺ was were verb 3គឺ been បាទអញ្ចឹងដូចយើងដឹងថា past simple យើង subject បូក verb to អញ្ចឹងដើម្បីបំលែងឲ្យទៅជា past continuous មានន័យថាទម្រង់វាគឺ subject បូក verb to បាទ past simple subject បូក to អញ្ចឹងយើងយក B ហ្នឹងមកដាក់ឡើងនេះ verb to ហើយដល់ពេល B នៅក្នុង verb to យើងបាច់ឲ្យបាន was were អញ្ចឹងមានន័យថាយើងបានបូកឲ្យ was ឬក៏ were ហើយទៅក្រោយឡើងនេះគឺ verb ing យើងដាក់មកដែរមកបាទចូលត្រឹមត្រូវបាទអញ្ចឹងកន្លែងនេះគឺយើងអាចហៅថា past continuous បានគឺ subject បូក verb បូកជាមួយនឹង verb ing បាទឥឡូវយើងមើលទម្រង់មួយទៀត past perfect បាទ past perfect នេះឬក៏គេឲ្យឈ្មោះថា perfect simple យើងចង់ហៅដល់ simple ទៀតក៏បានដែរគឺមានទម្រង់ subject បូក head បូក verb 3អញ្ចឹងនៅពេលដែលយើងចង់បែកវាជា past perfect continuous អញ្ចឹងយើងឲ្យទម្រង់វាមក subject បូក head បូកឲ្យ verb 3អញ្ចឹង verb 3កន្លែងនេះយើងយក b មកដាក់កន្លែងហ្នឹង b ហើយ verb 3បែកមកគឺ been អញ្ចឹង been បូកឲ្យ verb ing ទៅពេលចូលទៅដល់ present simple subject បូក verb 1អញ្ចឹងយើងបាន present continuous យើងគឺ subject បូកឲ្យ am is are បូកឲ្យ verb ing អញ្ចឹងយើងបែកមកតាមនឹងរហូតមកឥឡូវចូលដល់មួយទៀតគឺ present perfect simple បាទដែលយើងមានទម្រង់ subject បូកឲ្យ have ឬក៏ has បូកឲ្យបាទ present perfect យើងគឺ verb 3អញ្ចឹង verb 3 b យើងបែកមកគឺបាន been អញ្ចឹងយើងដាក់ been មកបូកឲ្យ verb ing បាទឥឡូវយើងចូលទៅដល់ទម្រង់មួយទៀតfuture simple គឺ subject បូកឲ្យ will បូកឲ្យ verb by form អញ្ចឹងយើងសរសេរឡើងវិញមក subject បូកឲ្យ will បូកឲ្យបាទ verb by form វានៅដែរទៀតគឺ be បាទបូកជាមួយនឹង verb ing បាទអញ្ចឹងយើងបានជាទម្រង់មួយទៀតមក future continuous ទម្រង់ចុងក្រោយ future perfect simple យើងមានទម្រង់ subject បូក will បូក have បូក verb 3អញ្ចឹងយើងសរសេរកន្លែងហ្នឹងមកវិញមក subject បូកឲ្យ will បូកឲ្យ have បូកឲ្យកន្លែង verb 3យើងដាក់ be មកគឺចូល been បូកឲ្យ been បូកឲ្យ verb ing បាទអញ្ចឹងយើងបំបែកតាមក្បួនហ្នឹងមកដើម្បីឲ្យយើងងាយស្រួលចាំណាទម្រង់ឲ្យតែយើងចាំនៅផ្នែក simple យើងចង់បែកទៅជា continue ងាយស្រួលបំផុតបាទយើងធ្វើតាមក្បួនហ្នឹងមកអញ្ចឹងយើងបង្កើតបានជាទម្រង់មកផ្នែក past យើងមានចំនួន4ទៅពេលផ្នែក present យើងមានចំនួន4ដែរទៅពេល future បាទផ្នែក future យើងបានចំនួន4ដែរបាទទី2ខាង2បាទទី2បាទ4ទៀតមកអញ្ចឹងយើងបានកាលទាំង12របស់យើងហើយអញ្ចឹងកាល12នេះគេឲ្យឈ្មោះថា active voice បាទអញ្ចឹងគឺ
ទាំង4ទាំង12ហ្នឹងគេឲ្យឈ្មោះថា active voice គឺផ្នែកប្រធានធ្វើអំពើបាទនេះគឺជាទម្រង់ការទាំងពីរសង្គមបងប្អូនទាំងអស់គ្នាចាំវាហើយវាសំខាន់បំផុតគឺនៅពេលដែលយើងចូលទៅធ្វើលំហាត់ការទាំងពីរយើងបាទហើយនៅក្នុងវីដេអូក្រោយខ្ញុំនឹងធ្វើពាក់ព័ន្ធជាមួយនឹងទម្រង់មួយទៀតគឺផ្នែក passive បាទហើយចំពោះ passive យើងអត់រៀនយើងត្រូវស្គាល់ទម្រង់នេះហើយសំខាន់យើងស្គាល់ទម្រង់ active នេះហើយយើងរៀនមេរៀនវាតែ12ហ្នឹងដល់ពេល passive យមន័យវាគឺដូចជាមួយនឹងផ្នែក active នឹងដែរបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណច្រើនហើយសង្ឃឹមបងប្អូនទាំងអស់គ្នាចាំទម្រង់នេះទាំងអស់គ្នាដើម្បីងាយស្រួលក្នុងការធ្វើលំហាត់វិញ្ញាសារបស់យើងបាទសូមអរគុណ